លោកអាប់រ៉ាហាំ Lincoln ត្រូវបានគេចារឈ្មោះថាជាមេដឹកនាំដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកលោកគឺជាប្រធានាធិបតីដែលបានដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្គ្រាមនិងវិបត្តិធម្មនុញ្ញដ៏ធំបំផុតមួយក្នុងប្រវត្តិរបស់អាមេរិកក៏ប៉ុន្តែរក្សាបាននូវភាពរួបរួមនៃបណ្ដារដ្ឋអាមេរិកលោកក៏ត្រូវបានគេចារឈ្មោះទុកផងដែរថាជាប្រធានាធិបតីដែលបានបិទបញ្ចប់ការប្រើមនុស្សជាទាសករនៅក្នុងទឹកដីអាមេរិកអាប់រ៉ាហាំ Lincoln កើតនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ1809នៅក្នុងរដ្ឋ Kentucky ដោយសារត្រូវប្រឈមមុខនឹងជីវភាពលំបាកក្នុងគ្រួសារនិងការរើកញ្ជើពីកន្លែងមួយទៅកន្លែងមួយកុមារ Lincoln មិនសូវជាបានចូលរៀននៅសាលាច្រើននឹងគេទេក៏ប៉ុន្តែជាក្មេងដែលមានការចេះដឹងច្រើនតាមរយៈការខិតខំរៀនសូត្រដោយខ្លួនឯងនៅឆ្នាំ1830គ្រួសារ Lincoln ផ្លាស់ទីលំនៅទៅនៅក្នុងរដ្ឋ Illinois ហើយអាប់រ៉ាហាំ Lincoln បានចូលប្រឡូកក្នុងឆាកនយោបាយរហូតបានជាប់ឆ្នោតជាសមាជិកសភាក្នុងរដ្ឋ Illinois នៅឆ្នាំ1834នៅក្នុងវ័យ25ឆ្នាំលោកអាប់រ៉ាហាំ Lincoln ត្រូវបានគេស្គាល់ថាជាអ្នកនយោបាយដែលមានចក្ខុវិស័យចង់ឃើញសហរដ្ឋអាមេរិកពង្រឹងកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មជាជាងវិស័យកសិកម្មជាអ្នកនយោបាយដែលមានគំនិតប្រឆាំងនឹងទាសភាពក៏ប៉ុន្តែក៏មិនជំរុញឲ្យធ្វើច្បាប់លុបបំបាត់ទាសភាពនៅទូទាំងសហរដ្ឋអាមេរិកនោះដែរនៅឆ្នាំ1836លោកអាប់រ៉ាហាំ Lincoln ដែលមិនធ្លាប់ចូលសាលាច្បាប់ផងនោះបានប្រឡងជាប់ជាមេធាវីហើយក្រោយមកបានចាប់អាជីពជាមេធាវីដែលល្បីឈ្មោះថាស្មោះត្រង់ជាមួយនឹងកូនក្តីមុននឹងបានជាប់ឆ្នោតជាសមាជិកនៃសភាសហព័ន្ធនៅឆ្នាំ1866នៅពេលផុតអាណត្តិនៅឆ្នាំ1849លោកអាប់រ៉ាហាំ Lincoln ដែលបានសន្យាពីដំបូងថានឹងកាន់តំណែងតែមួយអាណត្តិក៏បានឈប់ពីតំណែងរាស្ត្រហើយវិលត្រឡប់ទៅរដ្ឋ Illinois របស់លោកវិញក៏ប៉ុន្តែមិនយូរប៉ុន្មានក្រោយមកការតស៊ូមតិជុំវិញរឿងទាសករដែលបានផ្ទុះឡើងកាន់តែខ្លាំងក៏បានទាញលោកអាប់រ៉ាហាំ Lincoln ឲ្យវិលត្រឡប់ចូលមកក្នុងឆាកនយោបាយថ្នាក់ជាតិជាថ្មីម្ដងទៀតលោកបានចាកចេញពីគណៈបកចាស់របស់លោកហើយទៅចូលរួមក្នុងគណៈបកថ្មីមួយដែលទើបនឹងបង្កើតថ្មីហើយដែលមាននិន្នាការប្រឆាំងនឹងទាសភាពគឺគណៈបកសាធារណរដ្ឋហើយបានចូលឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាសហព័ន្ធនៅឆ្នាំ1858ក៏ប៉ុន្តែត្រូវទទួលបរាជ័យក៏ប៉ុន្តែបើទោះជាយ៉ាងនេះក៏ដោយលោកអាប់រ៉ាហាំ Lincoln នៅតែបន្តសកម្មភាពប្រឆាំងនឹងទាសភាពតាមរយៈការធ្វើសេចក្តីថ្លែងការណ៍សន្ទរកថានិងការចូលរួមក្នុងការជជែកតស៊ូមតិជាសាធារណៈបន្តិចម្ដងគេឈ្មោះរបស់លោកអាប់រ៉ាហាំ Lincoln កាន់តែល្បីរន្ទឺឡើងនៅទូទាំងសហរដ្ឋអាមេរិកគឺល្បីទាំងគោលគំនិតប្រឆាំងនឹងទាសភាពល្បីទាំងទេពកោសល្យក្នុងការនិយាយនៅខែឧសភាឆ្នាំ1860លោកអាប់រ៉ាហាំ Lincoln ត្រូវបានគណៈបក្សសាធារណរដ្ឋជ្រើសរើសជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីការបោះឆ្នោតដែលលោកបានទទួលជោគជ័យដោយយកឈ្នះបេក្ខជនមកពីគណៈបកប្រជាធិបតេយ្យនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ1860លោកអាប់រ៉ាហាំ Lincoln បានជាប់ឆ្នោតជាប្រធានាធិបតីទី16នៃសហរដ្ឋអាមេរិកនិងជាប្រធានាធិបតីដំបូងបង្អស់ដែលមកពីគណៈបក្សសាធារណរដ្ឋក៏ប៉ុន្តែនៅមិនទាន់បានស្បត់ចូលកាន់តំណែងផងវិបត្តិនយោបាយនិងធម្មនុញ្ញដ៏ធំមិនធ្លាប់មានកំពុងរងចាំលោកអាប់រ៉ាហាំ Lincoln រួចជាស្រេច
រដ្ឋបៃខាងត្បូងដែលសម្បូរទាសករបាននាំគ្នាប្រកាសផ្ដាច់ខ្លួនម្ដងមួយទៅបង្កើតជារដ្ឋសហព័ន្ធថ្មីដាច់ចេញពីសហរដ្ឋអាមេរិកនៅខែមេសាឆ្នាំ1861លោក Abraham Lincoln ដែលទើបនឹងទទួលកាន់តំណែងបានត្រឹមតែ1ខែហើយដែលពីមុនមកមិនធ្លាប់មានបទពិសោធន៍ក្នុងអំណាចនីតិប្រតិបត្តិទាល់តែសោះត្រូវប្រឈមមុខនឹងសង្គ្រាមដ៏ធំមួយក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកគឺសង្គ្រាមស៊ីវិលរវាងរដ្ឋអាមេរិកគ្នាឯងនៅឆ្នាំ1863នៅក្នុងពេលដែលសង្គ្រាមស៊ីវិលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅលោក Abraham Lincoln បានចេញក្រឹត្យមួយដោយសម្រេចរំដោះទាសករទាំងអស់នៅក្នុងរដ្ឋខាងត្បូងឲ្យមានសេរីភាពការរំដោះទាសករត្រូវធ្វើឡើងតែនៅក្នុងរដ្ឋខាងត្បូងដោយសារតែលោក Abraham Lincoln មិនចង់ប៉ះពាល់ទៅដល់រដ្ឋមួយចំនួនដែលសម្បូរទាសករដែរក៏ប៉ុន្តែនៅស្មោះស្ម័គ្រជាមួយនឹងសហរដ្ឋអាមេរិកហើយមិនបានផ្ដាច់ខ្លួនទៅចុះចូលជាមួយរដ្ឋខាងត្បូងម្យ៉ាងទៀតលោក Abraham Lincoln បានព្យាយាមពន្យល់ដល់បណ្ដារដ្ឋខាងជើងថាសេចក្តីសម្រេចរំដោះទាសករនេះគឺធ្វើឡើងក្នុងគោលដៅធ្វើយ៉ាងណាឲ្យបានឈ្នះសង្គ្រាមលើរដ្ឋខាងត្បូងពីព្រោះថានៅពេលនោះសេដ្ឋកិច្ចរបស់រដ្ឋខាងត្បូងពឹងផ្អែកខ្លាំងទៅលើកម្លាំងទាសករដូច្នេះបើគ្មានទាសករសេដ្ឋកិច្ចនិងកម្លាំងទ័ពរបស់ពួកគេប្រកាសជានឹងត្រូវធ្លាក់ចុះទន់ខ្សោយក្រៅពីការសម្រេចរំដោះទាសករលោក Abraham Lincoln ក៏បានអនុញ្ញាតផងដែរឲ្យជនជាតិអាមេរិកស្បែកខ្មៅអាចចូលបម្រើក្នុងជួរកងទ័ពប្រជាជនស្បែកខ្មៅក៏បាននាំគ្នាពពាក់ពពូនស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធតទល់នឹងរដ្ឋខាងត្បូងដោយពួកគេយល់ថានេះគឺជាសង្គ្រាមដើម្បីរំដោះជនជាតិស្បែកខ្មៅពីទាសភាពចាប់ពីពាក់កណ្ដាលឆ្នាំ1863កងទ័ពរដ្ឋខាងជើងបានយកជ័យជំនះលើរដ្ឋខាងត្បូងនៅតាមសមរភូមិធំៗជាច្រើននៅក្នុងអំឡុងពេលនោះលោក Abraham Lincoln ចង់ជំរុញឲ្យការលុបបំបាត់ទាសភាពដែលគ្រាន់តែជាក្រឹត្យរបស់ប្រធានាធិបតីคล้ายទៅជាគោលការណ៍ដែលមានតម្លៃជាច្បាប់ធម្មនុញ្ញលោកក៏បានជំរុញឲ្យសហភាពអាមេរិករៀបចំធ្វើច្បាប់ដើម្បីបញ្ចូលការលុបបំបាត់ទាសភាពនៅក្នុងរដ្ឋធម្មនុញ្ញក៏ប៉ុន្តែការប៉ុនប៉ងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវទទួលបរាជ័យជាច្រើនលើកដោយសារតែមានការជំទាស់ពីសំណាក់គណៈបកប្រជាធិបតេយ្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីលុបបំបាត់ទាសភាពបានក្លាយជាគោលនយោបាយចម្បងមួយរបស់លោក Abraham Lincoln និងគណៈបក្សសាធារណរដ្ឋនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ1864លោក Abraham Lincoln បានជាប់ឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិទី2ហើយនៅខែធ្នូឆ្នាំ1864វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានសហព័ន្ធអនុម័តរួចហើយបញ្ជូនទៅឲ្យសភានៃបណ្ដារដ្ឋសមាជិកផ្ដល់សច្ចាប័នវិសោធនកម្មនេះបានចូលជាធរមាននៅខែធ្នូឆ្នាំ1865ក្រោយពីទទួលសច្ចាប័នពីសំណាក់រដ្ឋចំនួន3/4ក៏ប៉ុន្តែលោក Abraham Lincoln មិនបានឃើញការចូលជាធរមាននៃវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទេកាលពីថ្ងៃទី14ខែមេសាឆ្នាំ1865ប៉ុន្មានថ្ងៃក្រោយពីកងទ័ពរដ្ឋខាងត្បូងត្រូវទទួលបរាជ័យនិងប្រកាសចុះចាញ់សង្គ្រាមលោក Abraham Lincoln ត្រូវបានអ្នកគាំទ្ររដ្ឋខាងត្បូងម្នាក់លបធ្វើឃាតនៅពេលដែលលោកកំពុងអង្គុយមើលល្ខោននៅក្នុងរោងល្ខោនមួយក្នុងរដ្ឋរាជធានី Washington លោក Abraham Lincoln បានទទួលមរណភាពដោយបន្សល់ទុក
នៅគេឈ្មោះជាប្រធានាធិបតីដែលបានដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្គ្រាមផ្ទៃក្នុងហែកហួរគ្នាមិនធ្លាប់មានក៏ប៉ុន្តែរក្សាបាននៅមរណភាពទឹកដីនិងការរួបរวมគ្នាឡើងវិញនៃរដ្ឋសហព័ន្ធជាប្រធានាធិបតីដែលបានរំដោះទាសករស្បែកខ្មៅឲ្យមានសេរីភាពស្របទៅតាមសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកដែលចែងថាមនុស្សកើតមកមានសិទ្ធិសេរីភាពស្មើៗគ្នាកាន់អំណាចត្រឹមតែមួយអាណត្តិដែលមាន4ឆ្នាំប៉ុណ្ណោះលោក Abraham Lincoln ត្រូវបានអ្នកប្រវត្តិសាស្ត្រអាមេរិកចាត់ទុកជាប្រធានាធិបតីដ៏ល្អបំផុតដែលអាមេរិកមិនធ្លាប់មានចាប់តាំងពីទទួលឯករាជ្យរហូតមកទល់នឹងពេលបច្ចុប្បន្ន